ជំរាបសួរបងប្អូនតោះថ្ងៃនេះបងប្អូនស្ត្រីដែលមានបញ្ហាគិសបូនគិសដោះឬក៏បញ្ហារោគស្ត្រីផ្សេងណាដូចជាធ្លាក់សរាំងរដូវរមាស់ដៃស្បូនស្រុតស្បូនលាន់នេះហ្នឹងឬក៏បញ្ហារោគស្ត្រីផ្សេងជាច្រើនឥឡូវមកមើលរុក្ខជាតិនេះទៅប្រហែលជាអាចជួយបងប្អូនក្នុងការព្យាបាលបានណាដោយសាររុក្ខជាតិប្រភេទនេះល្បីមែនទែននេះអញ្ចឹងនេះខ្ញុំគាត់បង្ហាញរបៀបបបែកពូជរុក្ខជាតិនេះដើម្បីដាំខ្លួនឯងអញ្ចឹងឆ្លៀតឱកាសនេះក៏ប្រាប់បងប្អូនថានេះជារុក្ខជាតិយើងហៅថាគេហៅប្រទាលគិសដៃស្បូនឬក៏គេហៅប្រទាលស្បូនស្ត្រីឬនិយាយរួមគេហៅបានច្រើនប្រទាលនេះណាដោយសារប្រទាលនេះវាពូកែតកតងទៅនឹងរោគស្ត្រីណានេះដូចខ្ញុំបញ្ជាក់ចឹងនេះខ្ញុំយកពូជវាមកខ្ញុំយកវាមកបបែកអញ្ចឹងណានេះអញ្ចឹងរបៀបបបែកវាយកដាំដើម្បីយើងយកប្រើការមានន័យថាយើងបានតែពូជតែប៉ុណ្ណេះយើងបបែកវាដើម្បីយើងទុកប្រើប្រាស់យើងទុកហាលវាដើម្បីព្យាបាលហូបណាស្ត្រីហ្នឹងគឺបកាយមែនទែនណាយើងហាលវាស្ងួតទៅច្រាំទាំងស្លឹកទាំងមើមវាណាហើយយើងឆុងទឹកឬក៏យើងដាំទឹកហូបទៅសម្រាប់ស្ត្រីហ្នឹងគឺរោគស្ត្រីហ្នឹងគឺបកាយគេដាំទាំងហិកតាណានៅប្រទេសគេដាំជារោងដើម្បីវិចខ្ចប់ដើម្បីធ្វើជាផលិតផលឱសថសម្រាប់អីគឺច្រើនតែនេះយើងជាលក្ខណៈគ្រួសារយើងដាំឲ្យមានសម្រាប់បងប្អូនឬក៏មាមិញយើងដែលជាស្ត្រីដែលគាត់ជួបប្រទេសតែក្នុងរោគស្ត្រីដែលដូចខ្ញុំបានរៀបរាប់ខាងដើមហ្នឹងគឺវាល្អជាជាងយើងទៅរោពីគេអញ្ចឹងណាអញ្ចឹងនេះប្រទាលហ្នឹងអូខេនេះបងប្អូនមើលទៅយើងអាចដាក់ថង់ចេះសិនក៏បានម្ដងពីដើមនិយាយរួមខ្ញុំផ្សំវាឲ្យទៅវាដោះសិនណាហើយចាំយើងដាក់ដាំដីក៏បានថូក៏បានឬក៏យើងចង់លើករងក៏បានអញ្ចឹងវាងាយស្រួលដាំប្រទាលនេះគឺប្រទាលនេះគឺយើងដាំតាមរយៈមើមដូចខ្ញុំបង្ហាញក្នុងវីដេអូអញ្ចឹងគឺយើងបបែកមើមវាមកណាយើងដាំអញ្ចឹងទៅនេះអានេះខ្ញុំក៏ពិតយើងដាក់តាមមកថង់មកដើមក៏បានតែនេះដោយសារតែអត់ទាន់ចង់ដាក់ដីចង់ផ្សំវាឲ្យវាដោះឫសល្អសិនអញ្ចឹងណាហើយឫសទូចទំតោះមើមទូចអីនេះអញ្ចឹងយើងដាក់ផើងឬក៏យើងដាក់នៅក្នុងថង់ដីដែលទូចតាមមៀតវាទៅនិយាយរួមគឺអត់ប្រមាថទេបងប្អូនគឺស្រួលមែនទេណាប្រទាលនេះណាហើយវាធន់នឹងភាពរាំងស្ងួតមានន័យថាមើមវាហ្នឹងវាមានជាតិទឹកអញ្ចឹងសឹងតែពេលខ្លះនេះយើងដាំនៅដីនេះពេលខ្លះយើងស្រោចទឹកឲ្យតែនៅពេលដែលវាចាប់ឫសអីល្អហើយសឹងតែយើងមិនបាច់ស្រោចទេគឺវាមិនងាយងាប់ដូចជារុក្ខជាតិដទៃទៀតទេអញ្ចឹងប្រទាលស្បូនឬក៏គេហៅប្រទាលគិសស្បូនគិសដៃស្បូននេះគឺស្រួលដាំបងប្អូនស្រួលដាំមែនទែនផ្កាវាក៏ស្អាតដែរហើយអត្ថប្រយោជន៍វាគឺមហាសាលអញ្ចឹងបងប្អូនគួរតែមានដាំនៅផ្ទះណាហើយឲ្យដឹងថាប្រភេទនេះគឺវាមានសារៈសំខាន់បែបហ្នឹងអញ្ចឹងណាហើយពូជហ្នឹងក៏មានតិចតួចដែរបងប្អូនដែលតាមដានវីដេអូនេះចង់បានពូជយកទៅដាំខ្លួនឯងនៅផ្ទះអីហ្នឹងអាចតាក់ទងណាឆាតបានអត់អីទេយើងអាចចែកពូជឲ្យបានប្រើឲ្យបានដាំគ្រប់គ្នាហ្នឹងអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងហើយបងប្អូនអរគុណច្រើនជម្រាបលា